សួស្តីអ្នកទាំងអស់គ្នាវិលត្រឡប់មកជួបគ្នាជាថ្មីទៀតហើយជាមួយប្រធានបទថ្មីដែលនិយាយអំពីទស្សនវិជ្ជាទាំង7យ៉ាងមនុស្សជិតស្លាប់ហើយរស់ឡើងវិញតែងតែជួបប្រទះមនុស្សកើតចាស់ឈឺស្លាប់គឺជារឿងធម្មតាប៉ុន្តែគ្មានអ្នកណាគេដឹងឡើយថាតើស្លាប់ទៅយ៉ាងណាឲ្យពិតប្រាកដសេចក្តីស្លាប់ជារឿងមិនអាចគេចផុតប៉ុន្តែជាក់ស្ដែងមនុស្សមួយចំនួនពិតជាធ្លាប់ស្លាប់ហើយរស់ឡើងវិញមែនយ៉ាងណាក្តីក៏មិនទាន់មានអ្នកវិទ្យាសាស្ត្រណាដែលហ៊ានសន្និដ្ឋានយ៉ាងច្បាស់លាស់នៅឡើយទេព្រោះរឿងបែបនេះគ្មានភស្តុតាងគ្មានអ្វីមកពិសោធន៍ជាក់លាក់សោះខាងក្រោមនេះគឺជាទស្សនវិជ្ជា7យ៉ាងដែលមនុស្សស្លាប់ហើយរស់ឡើងវិញយកមកចែករំលែកឲ្យអ្នកគ្រប់គ្នាមកពិចារណាតាមការគួរទី1ឡើងជណ្ដើរមនុស្សប៊ីស្លាប់ភាគច្រើនមានអារម្មណ៍ថាខ្លួនកំពុងឡើងជណ្ដើរក្នុងទស្សនវិជ្ជាច្បាស់មួយឡើងបណ្ដើរនឹកឃើញការរស់នៅបណ្ដើរហើយនៅចុងបំផុតបិទបាំងដោយពន្លឺពណ៌សឆ្វាចមិនអាចមើលឆ្លោះទេTony Sikoris ជាគ្រូពេទ្យវះកាត់ឆ្អឹងធ្លាប់មានបទពិសោធន៍ដូចនេះនៅពេលដែលគាត់ទៅរន្ទះបាញ់កាលពីឆ្នាំ1990គាត់មានអារម្មណ៍ដូចជាគាត់កំពុងឡើងទៅលើជណ្ដើរមួយទាំងមានអារម្មណ៍ស្ងប់សុខណាស់ទី2សារពីមនុស្សជាទីស្រឡាញ់ដែលបានស្លាប់ទៅទស្សនវិជ្ជាមួយទៀតដែលអ្នកជិតស្លាប់ឃើញគឺពួកគេកំពុងមានទំនាក់ទំនងម្ដងទៀតជាមួយមនុស្សជាទីស្រឡាញ់ដែលបាត់បង់ជីវិតដូចគ្នាមនុស្សជាច្រើនប្រាប់ថាមានបន្ទប់មួយពោពេញទៅដោយមនុស្សជាទីស្រឡាញ់របស់យើងហើយពួកគេតែងតែមានសារសម្រាប់អ្នកជានិច្ចអ្នកនាង Anita Torrijoni ជាអ្នកនិពន្ធសៀវភៅ What if this is heaven ពណ៌នាកាលពីនាងសន្លប់មិនដឹងខ្លួនហើយមានអារម្មណ៍ថានៅក្បែរឪពុកជាទីស្រឡាញ់របស់នាងទី3ឃើញពន្លឺពណ៌សពន្លឺពណ៌សនោះមិនមែនជាអ្វីដែលគួរឲ្យខ្លាចទេផ្ទុយទៅវិញវាធ្វើឲ្យយើងមានអារម្មណ៍ស្ងប់សុខនិងមានក្តីសុខជាខ្លាំងគេជឿថាពន្លឺសឆ្វាចនោះជាពន្លឺរបស់ព្រះឋានសួគ៌ឬសុគតិភពទី4ឃើញទេពអប្សរនារីម្នាក់បញ្យល់ពីពេលដែលនាងទទួលការស្វាគមន៍ពីក្រុមទេពអប្សរការខ្លួនជិតស្លាប់នៅអាយុ19ឆ្នាំថាមានពន្លឺព្រះប៉ះស្បែករបស់នាងចំណែកឯទេពអប្សរកំពុងនាំនាងឡើងទៅលើរហូតគ្មានទីបញ្ចប់រហូតត្រឡប់មកមានជីវិតវិញទី5ភាពតទេនៅក្នុងសៀវភៅនិយាយអំពីការស្លាប់ជាច្រើនថាពេលស្លាប់ភ្លាមយើងកំពុងឈានទៅរកពិភពគ្មានអ្វីសោះដែលប្រជាជនខ្មែរស្គាល់ថាសុគតិភពគ្មានការចាស់ឈឺស្លាប់គឺងងឹតសូន្យឈឹងមានតែភាពស្ងប់សុខទី6ប្រលឹងចេញពីរាងកាយធ្លាប់តែមើលក្នុងរឿងការពិតទៅក្នុងជីវិតពិតក៏កើតឡើងដែរស្ថានភាពមួយនេះនិយាយអំពីប្រលឹងចេញពីខ្លួនហើយមកឈរមើលរាងកាយខ្លួនឯងកំពុងតែដេកស្ដោករំពាត់ទៅដោយសាច់ញាតិមិត្តភ័ក្តិកំពុងពិបាកចិត្តប៉ុន្តែមិនអាចធ្វើអ្វីឲ្យធូរចិត្តបានទី7នឹកឃើញរឿងរ៉ាវកន្លងមកនិងការចងចាំល្អៗទីបំផុតពេលជិតស្លាប់មនុស្សខ្លះអាចមើលឃើញអតីតកាលសារឡើងវិញកាលពីស្វែងរករឿងថ្មីពួកគេបែរជាងាកក្រោយមើលរឿងរ៉ាវជីវិតកន្លងមកជាមួយនឹងអារម្មណ៍ធូរស្បើយសូមបញ្ជាក់ដែរថាករណីខាងលើមិនទាន់អាចសន្មតថាជារឿងពិតឬក៏ការសម័យមែនប៉ុន្តែរឿងទាំងនោះពិតជាបានកើតឡើងរួចមកហើយទៅលើមនុស្សមួយចំនួនមិនត្រឹមតែប៉ុណ្ណោះអភូតហេតុចម្លែកតែងតែកើតឡើងជុំវិញខ្លួនយើងទាំងមិនសល់ទុកនៅភស្តុតាងដើម្បីឲ្យគ្រប់គ្នាឈប់ងើយឆ្ងល់ឡើយរហូតមកដល់បច្ចុប្បន្នអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះដល់ចប់សូមកុំភ្លេចជួយចុច like និង subscribe ឲ្យមួយផងបាយបាយ